តើអ្នកទាំងអស់គ្នាអាចជឿបានទេថាលោកយាយដែលមើលទៅមានមុខមាត់ស្លូតបូតម្នាក់នេះហើយយាយចាំងតើពិតជាមនុស្សអាក្រក់នៅពីក្រោយខ្នងមែនទេតើនឹងមានរឿងអ្វីកើតឡើងនៅក្នុងថ្ងៃនោះមើលទៅដូចជាធម្មតាទេយាយចាំងយកអាហារគ្រប់មុខមកជំរុំលើវាលស្មៅភ្លាមនោះកន្ត្រកអាហារចាប់ផ្ដើមក្រឡុកខ្លាំងយាយចាំងបើកកន្ត្រកនោះបន្តិចហើយភ្លាមនោះគាត់ឃើញសត្វតូចពណ៌ខៀវមួយវាលោតទៅលោតមកយាយចាំងឃើញថាវាហាក់ដូចជាឃ្លានគាត់យកអាហារគ្រប់មុខដែលគាត់ធ្វើចេញមកហើយយកបង្គាបំពងមួយដុំឲ្យឆ្កែ Monster ញោមឆ្កែ Monster ងើបក្លិនហើយមិនចង់ញ៉ាំទេតែយាយចាំងមិនខ្វល់គាត់បញ្ចូលវាទាំងអស់ចូលមាត់ឆ្កែ Monster បន្ទាប់ពីឆ្កែ Monster ញ៉ាំរួចយាយចាំងបន្តបញ្ចូលមួយដុំទៀតបន្ទាប់មកគឺសាំងវិចបន្លែហើយឆ្កែ Monster ខាំមួយដុំដោយមិនស្ទាក់ស្ទើរហើយភ្លាមវាខ្លាយជាធំជាងមុន2ដងបន្ទាប់មកមានចេកទាំងសម្បកក្រូចថ្លុងបំពងធំមួយនិងសាច់គោស្រស់ធំខ្លាំងមិនថាយាយចាំងយកអ្វីចេញមកទេឆ្កែ Monster ញ៉ាំចូលពោះទាំងអស់មិនយូរប៉ុន្មានឆ្កែ Monster ខ្លាយជាសត្វយក្សធំមួយពោះរបស់វានៅតែមិនឆ្អែតតែយាយចាំងវិញអស់អាហារហើយដូច្នេះឆ្កែ Monster បំរុងនឹងយកយាយចាំងធ្វើជាអាហារម្ដងវាហាមាត់យ៉ាងធំដូចកូនបងដណ្ដើមស៊ីនំកូនពៅអញ្ចឹងយាយចាំងញ័រខ្លួនហើយមើលទៅកាន់ឆ្កែ Monster ធំតែភ្លាមនោះយាយចាំងហាមាត់ខំវិញទាំងរូបបន្ទាប់មកយាយចាំងហាក់ដូចជាមិនទាន់ឆ្អែតទេដូច្នេះគាត់បើកកន្ត្រកមួយទៀតសត្វតូចពណ៌ក្រហមមួយលេចចេញមកវាហាក់ដូចជាមិនអាចគេចផុតពីកណ្ដាប់ដៃយាយចាំងបានឡើយព្រោះមើលទៅស្រូតដូចកូនពៅ